ជំរាបសួរអ្នកទាំងអស់គ្នាសូមជួយ follow ម្នាក់មួយផងនៅក្នុងវីដេអូនេះគឺមានព័ត៌មានចំនួន2ទី1គឺពលរដ្ឋថៃនៅហាត់យ៉ៃគឺបានរៀបរាប់ទុក្ខវេទនារបស់ពួកគេបន្ទាប់ពីទឹកជំនន់បានស្រកហើយទី2នោះគឺថៃរិះគន់គ្នាឯងក្នុងរឿងរៀបចំ SEA Games មិនបានល្អធ្វើឲ្យប្រទេសនៅក្នុងតំបន់ហ្នឹងមានការសើចចំអកទីក្រុងបាងកកប្រជាពលរដ្ឋនៅហាត់យ៉ៃបានបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទឹកជំនន់បានស្រកពួកគេស្ទើរតែគ្មានទីពឹងពាក់ត្រូវរងចាំអំណោយទាំងអស់សង្ឃឹមជារៀងរាល់ថ្ងៃពួកគេរៀបរាប់យ៉ាងទុក្ខវេទនាថាដោយសារតែទឹកបុកចូលលឿនពេកមិនអាចប្រមូលសូម្បីតែសម្ភារៈមានតម្លៃនិងជំនះចេញទាន់ពេលវេលាឡើយប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកហាត់យ៉ៃខេត្តសង្ខ្លាបានប្រាប់ข่าวសតអនឡាញថាបន្ទាប់ពីផ្ទះរបស់ពួកគេលិចទឹកទាំងស្រុងម្នាក់ៗត្រូវជំនះកូនសមាជិកគ្រួសារតូចៗសត្វចិញ្ចឹមដូចជាពពែគោជ្រូកមាន់ទាជាដើមឡើងទៅជាន់ទី2រួមជាមួយម្ហូបអាហារខ្លះដើម្បីរស់រានមានជីវិតពួកគេបានព្យាយាមជួយសង្គ្រោះសត្វចិញ្ចឹមឲ្យនៅរស់ក៏ប៉ុន្តែនៅពេលដែលទឹកមកដល់ភ្លាមបានសម្លាប់សត្វចិញ្ចឹមរបស់ពួកគេទាំងអស់ដែលធ្វើឲ្យពួកគេមិនអាចគ្រប់គ្រងបានសូម្បីតែរបស់មានតម្លៃទោះបីជាពេលនេះទឹកបានស្រកទៅវិញក៏ដោយក៏ប៉ុន្តែពលរដ្ឋថៃជាច្រើនគ្រួសារមិនដឹងថាត្រូវធ្វើអ្វីឡើយនៅពេលនេះព្រោះតែគ្មានលុយជាប់នឹងខ្លួនសោះម្នាក់ៗនៅពេលនេះកំពុងតែតស៊ូដើម្បីរស់ព្រោះពួកគេត្រូវរងចាំអំណោយជារៀងរាល់ថ្ងៃរបស់រដ្ឋាភិបាលកណ្ដាលសូម្បីតែទឹកស្រកហើយក្តីក៏ប៉ុន្តែអគ្គិសនីនិងទឹកប្រើប្រាស់នៅក្នុងផ្ទះក៏មិនមានប្រើដែរសុទ្ធតែដាច់ទាំងអស់នៅពេលនេះប្រជាជនថៃខ្លះបានត្អូញត្អែទៀតថាទឹកជំនន់ឆ្នាំនេះបានបណ្ដាលឲ្យមនុស្សជាច្រើនបានបាត់បង់ផ្ទះរងការខូចខាតទ្រព្យសម្បត្តិស្ទើរតែទាំងអស់ហើយអគារមួយចំនួនបានពោពេញទៅដោយសម្រាមវាហាក់បីដូចជាអគារខ្មោចដែលគេទុកចោលរាប់ឆ្នាំយ៉ាងដូចនេះចំណែកសេវាទឹកភ្លើងទូរស័ព្ទបានរងការខូចខាតយ៉ាងធ្ងន់ដែលផលប៉ះពាល់នេះធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ពួកគេគឺមិនអាចកសាងឡើងវិញបានភ្លាមៗនោះទេដោយឡែកអាជីវកម្មនិងការងារពលកម្មរងការខូចខាតយ៉ាងខ្លាំងធ្វើឲ្យពួកគេនិងគ្រួសារមានការលំបាកខណៈដែលក្រុមអាជីវករថៃមួយចំនួនសម្រុកដាក់លក់ទំនិញឡាយឡុងដើម្បីសម្អាតស្តុកចាស់និងអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តផែនការសង្គ្រោះបន្ទាន់ព្រមទាំងស្ដារតំបន់ដែលរងផលប៉ះពាល់ខ្លាំងឡើងវិញភ្លាមៗផងដែរបាទអញ្ចឹងឃើញថាទឹកចំនួននេះគឺមិនណយទេបាទព្រោះកន្លែងខ្លះគឺជន់លិចរហូតដល់ទៅ5ម៉ែត្រជាងក៏មានដែរអញ្ចឹងផ្ទះល្មមៗគឺអាចលិចផុតដបូលហើយសម្ភារៈរបស់របរដូចជាឡានម៉ូតូគ្រឿងអគ្គិសនីគឺខូចទាំងអស់តែម្ដងថៃបានរិះគន់គ្នាឯងរឿងរៀបចំ SEA Games មិនបានល្អធ្វើឲ្យប្រទេសនៅក្នុងតំបន់មានការសើចចំអកទីក្រុងបាងកកត្បិតអីព្រឹត្តិការណ៍ SEA Games លើកទី33មិនទាន់បើកជាផ្លូវការក៏ដោយក៏ប៉ុន្តែមានពាក្យរិះគន់មិនសំចៃមាត់រួចទៅហើយជុំវិញការរៀបចំជាពិសេសកំហុសដែលកើតឡើងនៅក្នុងការប្រកួតបាល់ទាត់រវាងវៀតណាមនិងឡាវពាក់ព័ន្ធការចាក់ភ្លេងជាតិមិនលឺមិនត្រឹមតែប៉ុណ្្នឹងទេក៏មានរឿងអាស្រូវអំពីអំពូលភ្លើងខូចនៅពហុកីឡដ្ឋានប្រព័ន្ធសម្បត្តិ error ឧបករណ៍គ្មានស្តង់ដារនិងកញ្ចប់ថវិកាអត្តពលិកមិនគ្រប់គ្រាន់ផងដែរឥឡូវនេះសូម្បីតែថៃគ្នាឯងក៏បន្ទោសគ្នាឯងផងដែរដោយគណៈបព្វភឺថៃបានស្ដីបន្ទោសឲ្យរដ្ឋាភិបាលទីក្រុងបាងកកចំពោះការគ្រប់គ្រងព្រឹត្តិការណ៍នេះមិនបានល្អធ្វើឲ្យប្រទេសនៅក្នុងតំបន់សើចចំអកយ៉ាងខ្លាំងតាមរយៈការចុះផ្សាយរបស់ข่าวសតនៅថ្ងៃប្រហ័សទី4ខែធ្នូឆ្នាំ2025អ្នកនាំពាក្យរងនៃគណៈបព្វភឺថៃលោកផាយូនឹងចាំនំបានបន្ទោសចំថាបរាជ័យនេះមិនមែនបណ្ដាលមកពីហេតុការណ៍ដែលមិនអាចគ្រប់គ្រងបាននោះទេក៏ប៉ុន្តែផ្ទុយទៅវិញគឺជាការធ្វេសប្រហែសរបស់គណៈកម្មាធិការរៀបចំលោកផាយូនិយាយថាយើងគួរតែហៅបុគ្គលិកជំនាញមកគ្រប់គ្រងព្រឹត្តិការណ៍នេះតាំងពីដំបូងមកម្លេះក៏ប៉ុន្តែដោយសារមូលហេតុខ្លះអ្នកមិនបានធ្វើវា SEA Games គឺជាព្រឹត្តិការណ៍បង្ហាញពីសក្តានុពលនិងធនធានគុណភាពរបស់ថៃដើម្បីនាំកិត្តិយសជូនជាតិតែវាបែរជាប្រែក្លាយទៅជាព្រឹត្តិការណ៍ដ៏រអាក់រអួលធ្វើឲ្យប្រទេសនៅក្នុងតំបន់សើចចំអកទៅវិញវាហាក់បីដូចជាតួកំប្លែងសម្ដែងមិនបានល្អយ៉ាងដូចនេះដែរសូមជម្រាបផងដែរថា SEA Games លើកទី33ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី9ខែធ្នូនេះគឺជាការវិលត្រឡប់របស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីការរៀបចំលើកចុងក្រោយកាលពី18ឆ្នាំមុនចឹងឃើញថាទុកជន់លើទុកហើយថៃពេលនេះ SEA Games រៀបចំមិនបានល្អធ្វើឲ្យបាក់មុខប្រទេសទាំងមូលតែម្ដងហើយរឿងដែលកងទ័ពសៀមបានឈ្លានពានមកលើកម្ពុជានឹងក៏ធ្វើឲ្យបាក់មុខប្រទេសម្ដងហើយដែរឥឡូវនេះមក SEA Games ម្ដងទៀតគឺឃើញថាអាប់អោនគេឈ្មោះខ្លាំងមែនទែនពេលនេះបាទអរគុណអ្នកទាំងអស់គ្នាអញ្ចឹងពីខ្ញុំទៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមជួយចុច like comment និង subscribe ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ